បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបង្ហាញពីកន្លឹះងាយសម្រាប់ពុកម៉ែបងប្អូនអាចប្រើប្រាស់icon ដែលយើងចង់ប្រើហ្នឹងខ្ជិលស្វែងរកនៅក្នុង page មួយបាទនេះមួយ tab គេ page របស់យើងអាចទុក icon បានអញ្ចឹងយើងគ្រាន់តែងាយយើងអូសផ្នែកនេះកន្លែងភាគរយថ្មបាទយើងអូសពីលើចុះក្រោមមកយើងឃើញកម្មវិធីហ្នឹងយើងប្រើនៅលើហ្នឹងហ្មងងាយបាទបើសិនជាបងប្អូនអូសពីខាងផ្នែកខាងឆ្វេងខាងលើដូចគ្នាកែងខាងលើគឺអូសទៅអត់ឃើញទេគឺអានេះ notification ដែលយើង message មកបាទសម្រាប់ page chat របស់យើងណាបាទអញ្ចឹងដើម្បីយើងអាចធ្វើងាយបានយើងគ្រាន់តែអូសពីលើចុះក្រោមមកហើយមាននេះ tool របស់យើងដែលយើងអាចចូលទៅបានទៅកន្លែង control យើង add icon មកប្រើហ្នឹងបាទយើងចុចលើលេខបូកហ្នឹងមកបន្ទាប់មកយើងឃើញមួយនៅលេខបូកខាងក្រោមមាន add control យើងចុចលើសញ្ញាលេខបូកហ្នឹងមក add control បន្ទាប់មកយើង scroll រកអ្វីដែលយើងចង់ add ដូចជាជួនកាលយើងប្រើ plus បាទចុចលើ plus មកយើង add មកឃើញហើយបាទមួយទៀតយើងចុចលើនឹងដដែលបាទយើងចុចទៅលើលេខបូកហ្នឹងបាទយើងចុចទៅលើផ្នែកនេះ control ហ្នឹងដែរមកបន្ទាប់មកយើង add ថែមទៀតបាទដែលយើង add មានយើង add plus ហើយយើង add ថ្មបាទ add ថ្មបន្ទាប់យើង add ទៀតមកយើងចង់បានអីយើង add ហ្នឹងបាទខ្ញុំ add កាមេរ៉ាបាទកាមេរ៉ាអញ្ចឹងយើងងាយស្រួលថតបាទបន្ទាប់មកយើង add អីដែលយើងប្រើងាយយើងចង់ add បន្ថែមយើង add មកបាទដូចជា Wi-Fi ដូចអីហ្នឹង Bluetooth អីហ្នឹងយើង add ហ្នឹងខ្ញុំ add ហើយបាទមួយទៀតយើង add ទៅលើ note អីហ្នឹងក៏យើង add មកបានបើយើងចង់ប្រើបាទ note នេះ note បាទងាយបន្ទាប់ទៀតយើង add អីយើង add តាណាចាំបាច់ទៅបានហើយបាទដូចជាប្រើអស់ហើយខ្ញុំ add record មួយទៀតបើយើងចាំបាច់នេះ record សំឡេង memo ហ្នឹងបាទអញ្ចឹងខ្ញុំប៉ុណ្ណឹងទេបាទហើយងាយស្រួលគ្រាន់តែយើងចង់ប្រើប្រាស់យើងគ្រាន់តែអូសនៅផ្នែកខាងស្ដាំកន្លែងភាគរយថ្មយើងហ្នឹងយើងអូសចុះក្រោមមកយើងងាយប្រើចង់ប្រើទៅលើកាមេរ៉ាយើងចុចលើកាមេរ៉ាបានបាទនេះយើងចុចកាមេរ៉ាអូសលើមកបាទចង់វីដេអូចង់អីបាទយើងចង់ចុចទៅលើផ្នែកអីយើងចុចមកយើងចង់ចុច calculate បាទយើង add calculate មួយទៀតមកបានហើយបាទយើង add ចុចលើបូកបាទនេះចុចបូកហើយយើងចុច control យើងចុចទៅលើ calculate បាទតកតងនឹងការគណនាគិតលុយបាទអាហ្នឹងយើងប្រើប្រាស់ជាប្រចាំយើង add បានងាយស្រួលបាទយើងអូសក្រោមមកយើងឃើញបាទជួយរកគ្នាអូខេអូននេះបាទនេះយើងចុចទៅលើហ្នឹងមកយើងបាន calculate មួយទៀតបាទចង់ចុចយើងអូខេបាទយើងប្រើប្រាស់យើងចុចលើហ្នឹងទៅវាគណនាយើងបាទចុចអីហ្នឹងបាទអរគុណច្រើនបើសិនជាចង់បានចំណេះដឹងថ្មីកុំភ្លេចតាមដានជាមួយនឹងបាទ channel YouTube ឬក៏ page របស់យើងខ្ញុំបាទអរគុណច្រើន